បាទជំរាបសួរពុកម៉ែបងប្អូនខ្ញុំចន្ទថាចៃរំលែកឆ្នាំខ្មែរបុរាណថ្ងៃនេះមកចៃរំលែកជូនទៅដល់បងបរោះនិងបងប្អូនបរោះដែលគាត់ខ្សោយផ្លូវភេទមានន័យថាឆាប់ទុនឆាប់ជ្រាយព្រោះទឹកលឿនរួមភេទមិនបានយូរជាពិសេសបងបរោះដែលគាត់ទៅធ្វើការហត់ហើយចេះទៅហឹងត្រជាលហិតលហីអស់កម្លាំងឧស្សាហ៍អស់កម្លាំងហិតលហីហើយហឹងត្រជាហើយហូបបាយទៅចេះលវិញមកហូបមិនសូវឆ្ងាញ់អញ្ចឹងឈប់អារម្មណ៍ទៅថ្ងៃនេះខ្ញុំមកចៃរំលែកជូនអញ្ចឹងទី1ពុកម៉ែបងប្អូនទៅរករឹសដើមផ្ទីមិនថាផ្ទីដូងផ្ទីថ្មផ្ទីអាចមន់ឬមួយក៏ផ្ទីបាឡាទេប៉ុន្តែបើសិនយកមកធ្វើថ្នាំឲ្យពិសេសនោះរកផ្ទីបាឡាបានក៏រឹតតល្អដែរពុកម៉ែបងប្អូនណាបើអត់យកផ្ទីអីក៏បានដែរគល់ផ្ទីហ្នឹងហើយទី2គឺរឹសអីសីសំស្រាច់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូននៅស្រុកពុកម៉ែបងប្អូនគេហៅអីខ្ញុំអត់ដឹងទេប៉ុន្តែសម្រាប់នៅស្រុកខ្ញុំគឺហៅថាដើមអីសីសំស្រាច់ប៉ុន្តែយកតែរឹសទេផ្ទីក៏យកតែរឹសដូចគ្នាអញ្ចឹងយកពីមុខហ្នឹងចំនួនមួយខាំស្រស់ហាលនៅក្នុងម្លប់ចំនួន3ម៉ោងដាំជាមួយទឹក2លីត្ររំងាស់ពី15ទៅ20នាទីការទទួលទានទឹកថ្នាំពុកម៉ែបងប្អូនទទួលទានមួយថ្ងៃឲ្យអស់ទឹកថ្នាំ2លីត្រហ្នឹងអញ្ចឹងព្យាយាមទទួលទានតែ5ទៅ1សប្តាហ៍តែប៉ុណ្ណោះគឺបានផលភ្លាមតែម្ដងបាទសូមអរគុណ